ចាសស្ដីបងប្អូនគ្នានេះគឺរបៀបធ្វើផ្កាឈូករត់របស់ជួនជាងណាបងប្អូនគ្នាយើងចង់ជួនជាងក៏បានឬក៏យើងធ្វើជាដើមផ្កាឈូករត់នេះក៏បានដែរជាកាដូរបស់ភ្ញៀវណាបងប្អូនហើយនេះគឺរបៀបធ្វើយើងធ្វើពីកម្មញ្ញសាច់លេខ1យើងមានពណ៌លឿងពណ៌ត្នោតហើយយើងបែងចែកស្លឹកហ្នឹងណាហើយនេះគឺយើងធ្វើបានរួចរាល់មួយហើយគឺផ្កាកាឡាមនេះគឺផ្កាឈូករត់នេះគឺធំខ្លាំងមែនតែនហើយសំខាន់គឺយើងមានបតោកតាក្នុងទៀតគឺស្អាតខ្លាំងមែនតើបងប្អូនចង់បានអាចកំងបានយើងចង់យកទៅធ្វើទៅភ្ជួរអញ្ចាំងក៏បានឬក៏យើងធ្វើជាដើមការជោគរត់ធំក៏បានដែរយើងទុកជាកាដូថ្ងៃ birthday ឬក៏កាដូអីក៏បានដែរបងប្អូននិយាយទៅភ្ញៀវដឹងពេញចិត្តហ្មងឥឡូវហ្នឹងយើងតឡើងអាកំពុងក្នុងសិនណាបងប្អូនទាំងគ្នានេះគឺថតវីដេអូស៊ីនហ្មងបងប្អូនទាំងគ្នាអញ្ចឹងវាភ្លឺវាមិនសូវជាច្បាស់ម៉ានដែរបងប្អូនអញ្ចឹងបងប្អូនអាចមើលតាមនឹងបានណាយើងតឡើងលើយើងតឡើងបតោហ្នឹងគឺយើងត្រូវយកទៅដាក់នៅលើกระดาษកេះឬក៏กระดาษណាហឹងអញ្ចឹងដើម្បីធ្លាប់វាណាបងប្អូនទាំងគ្នាការជោគរត់ធំយើងអាចធ្វើដាក់អត់ដាក់តំណប់បានទេបើយើងអត់ដាក់តំណប់ទេគឺវាទន់ល្បែករបស់អីហើយយើងត្រូវមាន highlight ពណ៌ highlight អីអញ្ចឹងណាអញ្ចឹងបងប្អូនអាចមើលតាមនឹងបាននិយាយទៅខណៈដៃរៀងញាប់បន្តិចព្រោះដោយសារតែដាក់បន្ថែមលបឿនតិចបងប្អូនបើអត់បន្ថែមលបឿនទេគឺវីដេអូយើងគឺវែងខ្លាំងណាស់គឺប្រហែលជា30នាទីទាំងកាត់តទាំងអស់ហ្នឹងគឺ30នាទីអញ្ចឹងយើងប្រួយនៅសល់តែ6នាទីទេអញ្ចឹងបងប្អូនអាចមើលតាមដំណាក់កាលនៃមួយនៃការធ្វើនេះនិយាយទៅយើងមានវាស់ខ្នាតរបស់អីធំទៅបងប្អូនយើងមិនគ្រាន់តែថាធ្វើមួយហើយយើងធ្វើមួយទៀតដោយមិនបានវាស់ខ្នាតទេអញ្ចឹងបើសិនឧទាហរណ៍ថាបើសិនជាភ្ញៀវក៏មកគូបើយើងអត់បានវាស់ខ្នាតត្រឹមត្រូវទេគឺផ្កាហ្នឹងគឺអត់បានប៉ុនគ្នាទេអញ្ចឹងការធ្វើផ្កានីមួយមិនថាផ្កាតូចផ្កាធំទេគឺប្រឹកព្រៀងខ្លាំងមែនតែនដើម្បីធ្វើឲ្យស្អាតជូនភ្ញៀវអញ្ចឹងណាអញ្ចឹងបានមានភ្ញៀវជាច្រើនដែលថាគាំទ្រស្នាដៃនាងខ្ញុំណាឲ្យតែខ្ញុំផុសរូបភាគច្រើនគឺមានបងប្អូនជួយកំងហើយដោយសារតែនិយាយទៅធ្វើទៅស្អាតធ្វើទៅពេញចិត្តភ្ញៀវអញ្ចឹងណាហើយសំខាន់គឺកម្មញ្ញយើងយកកម្មញ្ញលេខ1កម្មញ្ញក្រាស់ព្រោះដោយសារតែខ្ញុំកំងខ្លួនឯងខ្ញុំដឹងតែហាងមួយណាគឺសាច់ក្រាស់ហាងមួយណាសាច់ស្ដើងអញ្ចឹងណាអញ្ចឹងបើសាច់ស្ដើងយើងអត់ធ្វើទេកម្មញ្ញសាច់ស្ដើងហើយកម្មញ្ញសាច់ក្រាស់ហ្នឹងគឺពេលយកមកធ្វើគឺអត់ស្អាតដូចគ្នាទេអាសាច់ក្រាស់គឺស្អាតជាងនេះឥឡូវខ្ញុំវាស់ខ្នាតបតោហើយបតោវាគឺ10សង់ទីម៉ែត្រអញ្ចឹងត្រូវតែ10សង់ទីម៉ែត្រដូចគ្នាហើយបើយើងចាប់ផ្ដើមកាត់កលឹងកតាស់ហ្នឹងឲ្យប៉ុណ្្នឹងមកដើម្បីយើងចាប់ផ្ដើមបិទណាបិទកាត់ស្តបផ្កាហើយស្តបផ្កានីមួយហ្នឹងគឺមាន4សរសៃខ្ញុំអត់បានបង្ហាញពីរបៀបបត់ស្តបផ្កាបងប្អូនប្រហែលជាចេះច្រើនហើយអញ្ចឹងនេះគឺយើងបង្ហាញពីវីដេអូតឡើងហ្មងណាបងប្អូនទាំងគ្នាអញ្ចឹងយើងបិទដំបងគឺ4ជ្រុងដើម្បីដាក់ទៅឲ្យវាស្មើគ្នាយើងអត់បិទបន្តគ្នាហ្មងទេបើយើងបិទបន្តគ្នាហ្មងគឺអាចនឹងអត់ស្មើគ្នាអញ្ចឹងនេះយើងអាចរៀបអញ្ចឹងទៅបើសិនយើងសង្ស័យយើងរៀបអញ្ចឹងទៅបើយើងគិតថាអូខេហើយយើងបិទដាក់យកទៅអញ្ចឹងគឺដឹងតែស្មើគ្នាហ្មងបងប្អូនកម្មញ្ញយើងអត់ផ្កាយើងអត់មានវាអត់មានអីទេអត់មានថាអូលៀងឬខ្វះនេះខ្វះមួយខ្វះមកជ្រុងអីអញ្ចឹងអត់ទេអញ្ចឹងយើងមានក្បួនធ្វើទៀតណាបងប្អូនទាំងគ្នាពេលតឡើងអញ្ចឹងទៅបានវាស្អាតដល់ពេលយើងបិទមួយជាន់ហើយយើងចាប់ដាក់បិទឡើងមួយជាន់ទៀតនិយាយទៅព្រឹកព្រៀងមកពីមួយវគ្គទៅមួយវគ្គគឺព្រឹកព្រៀងធ្វើមិនបានឲ្យស្អាតជូនភ្ញៀវអញ្ចឹងណាធម្មតាបើសិនជាយើងធ្វើជូនភ្ញៀវពេលដែលយើងមើលទៅពេញចិត្តភ្ញៀវក៏ពេញចិត្តយើងមើលទៅឃើញស្អាតភ្ញៀវក៏ធ្វើមើលទៅឃើញស្អាតបើសិនជាយើងតឡើងទៅអត់សូវស្អាតអត់អីទេឬក៏តឡើងទៅមានបញ្ហាអីគឺខ្ញុំអត់ជូនភ្ញៀវទេខ្ញុំសុខចិត្តធ្វើថ្មីព្រោះដោយសារកម្មញ្ញរបស់ខ្ញុំទិញមកម្ដងគឺ10 20ដុំអត់ទិញមួយដុំហើយធ្វើខូចឬក៏ធ្វើអត់ស្អាតហើយក៏យកទៅជូនភ្ញៀវទេអត់ទេនិយាយទៅនៅក្នុងស្តុកខ្ញុំมันមានមិនតិចក្រោម50ដុំឯងបងប្អូនតាំងខ្លះទៅយើងដកខ្លះយើងធ្វើវានៅពេញអីអញ្ចឹងណាហើយតែនៅសល់រៀងតិចហ្នឹងគឺខ្ញុំកំងចូលទៀតហើយព្រោះដោយសារខ្ញុំធ្វើតរហូតខ្ញុំមិនធ្វើម៉ូតនេះខ្ញុំធ្វើម៉ូតនោះពេលភ្ញៀវកំងគឺខ្ញុំដឹងតែមានហ្មងអញ្ចឹងណាអានេះយើងបានតឡើងរួចរាល់បងប្អូនអ្នកគ្នាប៉ុន្តែបើសិនជាយើងធ្វើតែអញ្ចឹងគឺវាអត់សូវស្អាតអញ្ចឹងខ្ញុំក៏នឹកឆ្នៃថាដាក់អាបតោក្នុងហ្នឹង
ដូចជាការហៅកូនផ្កាទៅទួយណាវាអត់តន់ហិចអត់តន់អីអញ្ចឹងណាមកជុំដងទៅវាអត់សូវស្អាតអញ្ចឹងក៏ខ្ញុំឆ្នៃមកសតបទៀតនិយាយទៅនឹកឃើញឆ្នៃមិនធ្វើឲ្យស្អាតហើយវាសម័យទៅឃើញរូបភាពការជោគរត់មែនតើហ្នឹងគឺវាពិតជាអញ្ចឹងមែនអញ្ចឹងយើងធ្វើអញ្ចឹងទៅវាស្អាតអញ្ចឹងណាបងប្អូនអញ្ចឹងនេះខ្ញុំតម្លើងរួចរាល់ហើយចាដល់ពេលជាងត្រូវពុតពេនវាដើម្បីឲ្យវាកោងទៅវាស្អាតអញ្ចឹងណាហើយនិយាយថាធ្វើការកោញ៉ៃម្ដងឲ្យតែបាញ់កាវបងប្អូនហើយជាប់ដៃជាប់ជើងអស់ហើយអាលេខដៃអាលេខជើងអស់ហើយកញ្ចក់ដៃស្អាតទេតែធ្វើមួយបើខ្ញុំចូលចិត្តធ្វើផ្កាបែបហ្នឹងអញ្ចឹងខ្ញុំអត់ដែរចេះទៅនេទេបងប្អូនទៅធ្វើការមកធ្វើការខ្ញុំធ្វើម្ហូបញ៉ាំធ្វើអីហើយគឺខ្ញុំអង្គុយកាច់ផ្កាទេដែរនិយាយទៅឲ្យតនេគឺហៅនឹកធ្វើនេះធ្វើនោះអត់ឲ្យតនេដៃហើយបងប្អូនជាឆ្ងល់ជុំបងចេះតែធ្វើបានរហូតអីអញ្ចឹងក៏ពិតទៅមកខ្ញុំអត់ចិត្តនៅទនេអញ្ចឹងណាបងប្អូនទាំងគ្នាឥឡូវផ្កាយើងបានកាច់ហើយឥឡូវយើងចាប់ដើមពុតវាឲ្យវារៀងកោងអញ្ចឹងណាហើយដល់ពេលបតោក្នុងហ្នឹងយើងកាច់មកស្ទប់ខាងក្រៅខាងក្នុងយកអត់កាច់ទេតែបងប្អូនស្រឡាញ់ថាចង់កាច់ក៏កាច់ទៅអត់អីទេហើយភ្ញៀវគាត់កំងមកគូណាបងប្អូនទាំងគ្នាហើយកំងធ្វើហើយហ្នឹងគឺពណ៌ខ្នាតវាយត្រឹមត្រូវហើយពណ៌លឿងនេះក៏ខ្ញុំបានតម្លើងហើយដែរព្រោះខ្ញុំថាវីដេអូខ្ញុំតម្លើងតែមួយទេអញ្ចឹងវីដេអូមួយទៀតខ្ញុំអត់បានថតទេអញ្ចឹងអាពណ៌លឿងនេះយើងយកទៅពួកនៅជាងបែបនេះគឺស្អាតបែបហ្នឹងបងប្អូនទាំងគ្នាហើយបើយើងធ្វើផ្ការំយោខាងក្រោយទៀតតម្លាក់រំយោហត់ទៅស្អាតអានេះខ្ញុំតម្លើងហើយខ្ញុំទៅលើអរគុណ